រាជធានីភ្នំពេញនៅរសៀលថ្ងៃពុធទី12ខែមិនិនាឆ្នាំ2025ឯកឧត្តមកើតិតឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធធម៌រួមជាមួយឯកឧត្តមបណ្ឌិតជីវកេងប្រធានតុលាការកំពូលនិងលោកជំទាវជាលៀងអគ្គបរិញ្ញានៃមហាអัยការអមតុលាការកំពូលបានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតបុកសរុបលទ្ធផលការងារវិស័យយុតិធធម៌ឆ្នាំ2024និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ2025សន្និបាតនេះរៀបចំឡើងក្នុងរយៈពេល2ថ្ងៃកន្លះចាប់ពីថ្ងៃរសៀលទី12ដល់ថ្ងៃទី14ខែមិនិនាឆ្នាំ2025ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវលោកស្រីជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថ្នាក់ដឹកនាំនិងប្រធានគ្រប់អង្គភាពក្រមអាវ៉ាតក្រសួងយុតិធធម៌ថ្នាក់ដឹកនាំនៃសាលាជំរះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសព្រមទាំងឯកឧត្តមលោកជំទាវជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនដែលមានចំនួនសរុបប្រមាណ400រូបសន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលអំពីស្ថានភាពនៃវិស័យយុតិធធម៌ស្វែងរកឲ្យឃើញនូវបញ្ហាប្រឈមនៅក្នុងវិស័យនេះនិងដើម្បីដាក់ចេញនូវទិសដៅការងារជាអាទិភាពបន្តដើម្បីដោះស្រាយបញ្ហាប្រឈមនានាសម្ដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុតិធធម៌និងគុណភាពនៃយុតិធធម៌និងដើម្បីរួមចំណែកដល់ការលើកកម្ពស់ជំនឿទឹកចិត្តរបស់សាធារណជនមកលើការអនុវត្តច្បាប់របស់ស្ថាប័នអัยការនិងស្ថាប័នតុលាការក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចដែលមានការពាក់ព័ន្ធស្របតាមគោលនយោបាយនិងទិសដៅយុទ្ធសាស្ត្រដោយបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភានិងវិធានការគន្លឹះទី5របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងរយៈពេល1ឆ្នាំស្ថាប័នតុលាការទូទាំងប្រទេសបានចាត់ការនៅសំណុំរឿងព្រហ្មទណ្ឌដែលមានទិន្នន័យដូចខាងក្រោមដែលនេះគឺជាទិន្នន័យសំណុំរឿងព្រហ្មទណ្ឌតាមដំណាក់កាលទាំងចាស់និងថ្មីនៅសាលាដំបងនិងអัยការអមសាលាដំបងរាជធានីខេត្តដោយគិតត្រឹមថ្ងៃទី31ខែធ្នូឆ្នាំ2025ដែលមានសរុបចំនួន11640សំណុំរឿងហើយនឹងដំណាក់កាលអัยការគឺចាត់ការបាន11154សំណុំរឿងហើយនឹងដំណាក់កាលស៊ើបសួរគឺមានចំនួនសំណុំរឿង36780សំណុំរឿងនិងដំណាក់កាលជំនុំជម្រះមានចំនួន34706សំណុំរឿងដែលនេះគឺជាទិន្នន័យទូទាំងប្រទេសហើយនេះគឺជាទិន្នន័យសំណុំរឿងតាមប្រភេទបទល្មើសទាំង3ដំណាក់កាលដោយយើងឃើញថាបទលហុគឺមានចំនួនតិចតួចទេហើយបទមជ្ឈិមគឺមានចំនួន93271សំណុំរឿងហើយនឹងបទឧក្រិដ្ឋគឺ16491សំណុំរឿងហើយនឹងបន្តទៀតនេះគឺជាទិន្នន័យសំណុំរឿងបទឧក្រិដ្ឋនៅដំណាក់កាលអัยការដែលយើងធ្វើការបែងចែកទៅតាមប្រភេទបទល្មើសនៅក្នុងសន្និបាតនេះគឺមានការធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងប្រធានបទសំខាន់ចំនួន4រួមមានទី1កិច្ចការរដ្ឋបាលតុលាការនិងហិរញ្ញវត្ថុក្នុងវិស័យយុតិធធម៌ទី2ការកំណែទម្រង់ប្រព័ន្ធយុតិធធម៌និងការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការនិងទី4ការអនុវត្តសំណើជួយគ្នាទៅវិញទៅមកផ្នែកច្បាប់និងបច្ចាប័នបន្ថែមពីនេះអង្គសន្និបាតក៏នឹងផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើប្រធានបទពិភាក្សាចំនួន2ទៀតដែលរួមមានការកំណត់ការប្រាក់និងប្រាក់ពិន័យទី2ការទទួលស្គាល់សន្តតិជននិងការបែងចែកមរតកអង្គសន្និបាតនឹងធ្វើការពិនិត្យពិភាក្សានិងសម្រេចដាក់ចេញនូវដំណោះស្រាយរួមគ្នាចំពោះបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រធានបទទាំងពីរនេះដើម្បីធានាបាននូវការឯកភាពគ្នាទាំងគោលជំហរទាំងទស្សនៈ
និងការបកស្រាយនិងការអនុវត្តច្បាប់សម្ដៅធានាបាននូវសង្កេតភាពនិងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ក៏ដូចជាពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះស្ថាប័នអនុវត្តច្បាប់ពិសេសគឺស្ថាប័នតុលាការនឹងជាប្រធានក្រុមប្រឹក្សាវិន័យក្នុងមុខការងារដាក់វិន័យចំពោះព្រះញ្ញាខ្ញុំនឹងយកទំនួលខុសត្រូវនិងភាពជាម្ចាស់ការលើការងារនេះធ្វើការត្រួតពិនិត្យវាយតម្លៃនិងដាក់វិន័យតាមរយៈពាក្យបណ្ដឹងលើព្រះញ្ញាតែអនុវត្តមុខងាររបស់ខ្លួនមានកំហុសវិជ្ជាជីវៈនិងឬក៏បំពេញយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈជាចក្រមព្រះញ្ញាហើយបានបង្កនៅអយុត្តិធម៌សង្គមនិងការឈឺចាប់ដ៏ធំធេងដល់អ្នកពាក់ព័ន្ធក្នុងសំណុំរឿងក្តីការអនុវត្តមុខការនេះគឺមិនមែនគោលដៅនៃការដាក់វិន័យនោះទេប៉ុន្តែជាយន្តការត្រួតពិនិត្យតាមនីតិវិធីនៃច្បាប់មួយដែលធានាថាអង្គចៅក្រមរបស់យើងបដិញ្ញាចិត្តរួមគ្នាលើនាវារបស់យើងពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុតិធម៌ហើយក្រុមប្រឹក្សាវិន័យគឺមិនយកយល់ទេឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនិងជាសមាជិកក្រុមប្រឹក្សាវិន័យនៅទីនេះគឺប្រកបជានឹងយកចិត្តទុកដាក់វិន័យឲ្យបានសមស្របតាមកំហុសដើម្បីលុបលាងនៅភាពសៅហ្មងមិនល្អនៅក្នុងអង្គចៅក្រមពាក្យស្លោកបុរាណថាត្រីមកត្រកស្អុយតែមួយគឺស្អុយទាំងអស់ប៉ុន្តែបើយើងលាងសម្អាតចេញនៅត្រីស្អុយនេះត្រីដទៃនៅតែជាត្រីល្អដដែលក្រមទាំង4ត្រូវបានដាក់ឲ្យប្រើប្រាស់មានរយៈពេលជិត2ទសវត្សរ៍មកហើយប៉ុន្តែយើងទាំងអស់គ្នាដែលជាអ្នកអនុវត្តផ្ទាល់សុទ្ធតែបានទទួលស្គាល់ថាច្បាប់មួយចំនួននៅមានការពិបាកយល់ហើយខ្លះខ្លឹមសារទៀតសោតមិនច្បាស់លាស់ដែលទាំងនេះអាចបង្កជាឧបសគ្គមួយផ្នែកដល់ការអនុវត្តមិនស្របតាមបរិបទនិងការវិវត្តនៃសង្គមបច្ចុប្បន្នការនេះប្រសិនបើចាំបាច់អង្គសន្និបាតមិនត្រូវស្ទាក់ស្ទើរឡើយក្នុងការលើកសំណើសុំធ្វើវិសោធនកម្មសុំធ្វើទំនើបកម្មច្បាប់ឬចេញសេចក្តីណែនាំដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះឲ្យមានលក្ខណៈសង្ឃពុទ្ធភាពត្រឹមត្រូវតាមច្បាប់ដែលអាចយកទៅអនុវត្តបានក្នុងប្រវត្តិសាស្ត្រយើងដែលយើងហ៊ានសម្រេចចិត្តបើកទ្វារចំហដើម្បីទទួលរាល់ពាក្យបណ្ដឹងដែលគេថាអយុត្តិធម៌
dânត្រីមួយកន្ត្រកបើវាស្អុយមួយកុំឲ្យវាស្អុយមួយកន្ត្រកដកត្រីដែលស្អុយចេញទៅទុកឲ្យត្រីដទៃផ្សេងទៀតដែលល្អមិនស្អុយទៅតាមត្រីដែលស្អុយវិធីរបស់យើងគឺសាមញ្ញទេគឺត្រូវពង្រឹងនៅវិន័យតែចៅក្រមក៏មិនត្រូវភ្លេចថាមុខការពិតប្រាកដរបស់ចៅក្រមគឺអ្នករកដំណោះស្រាយចំពោះវិវាទអញ្ចឹងមុខការស្នូលរបស់ចៅក្រមមិនមែនត្រឹមតែការកាត់ក្តីមួយមុខទេគឺអ្នកដោះស្រាយវិវាទហើយវិធីដោះស្រាយវិវាទក្រមនីតិវិធីរដ្ឋវិទ្យាយើងច្បាស់មិនមែនមានតែការកាត់ក្តីនោះទេការផ្សះផ្សាក៏ជាផ្នែកមួយនៃការដោះស្រាយវិវាទ